3 4ថ្ងៃចុងក្រោយនេះឃើញមានការជជែកគ្នាជាច្រើនអំពី HR ដែលគាត់ផុសទំលាយនិសាដែល candidate គាត់ដាក់ CV apply ទៅការងារកន្លែងគាត់ដែលមានការរិះគន់ជាច្រើនសម្រាប់ខ្ញុំជា Gen Y មិនមែន Gen Z ទេក៏ប៉ុន្តែវាហាក់បីដូចជាថ្មីបន្តិចធម្មតាក្រុមហ៊ុនដែលមាន professional HR ដែលមានវិជ្ជាជីវៈខ្ពស់ឬក្រុមហ៊ុនដែលមានស្តង់ដារ HR ខ្ពស់ជាទៅគេតែងតែ announce not only social media in the past ណាគេច្រើនតែ announcement ទៅលើ official website របស់ក្រុមហ៊ុនគេអញ្ចឹងហើយមួយទៀតគេអាចថា announce ទៅលើ recruiter ដែលជា large company ឬក៏ professional recruiter ដែលតម្រូវឲ្យ candidate contact ឬក៏ apply CV ទៅតាម email បែប professional ប៉ុន្តែវាចម្លែកចាប់ពីឆ្នាំ2020 21វាលេចរូបភាពថ្មីឡើងគេអាចដាក់ CV ឬក៏ apply job ទៅតាម Telegram បានហើយជារបត់ថ្មីហើយ2នាក់ដែលធ្លាប់ធ្វើការសម្រាប់ខ្ញុំដូចខ្ញុំ Gen Y បែបក្រុមហ៊ុនធំបែប professional គេអត់ដែលនិយាយថាដាក់ពាក្យតាម Telegram បានទេគឺជាទៅគឺប្រើ email ហើយបើសិនយើងសង្កេតទៅលើក្រុមហ៊ុនស្តង់ដាធំក៏គេ apply ការងារតាម email ដែរគេអត់ដែលប្រើ Telegram ឬក៏ Facebook អីទេសម្រាប់អានេះមិននិយាយថាម៉េចណាសម្រាប់ក្រុមហ៊ុនដែលប្រើ Telegram ឬក៏ Facebook apply ការងារបានន័យថា requirement គឺវាអត់អី professional ទេសូម្បីតែ HR ខ្លួនឯងក៏ដឹងថាខ្លួនឯងនឹងក៏អត់មាន professional ដែរអីទៅជា professional របស់ខ្លួនតែក្រុមហ៊ុនខ្លួនមានកូដអុក ethic អត់មានកូដអុក conduct អត់មាន policy HR ច្បាស់លាស់អត់ក្នុងការ control process recruitment រហូតដល់ select promote ឬក៏និយាយទៅមក process HR cycle តើមាន professional នឹងដែរឬអត់មានស្តង់ដាជាក់លាក់អត់ឬក៏អាការអនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួននឹងផ្អែកទៅលើការនិយាយម្ដងប្រែប្រួលចេះម្ដងប្រែប្រួលចុះសូម្បីតែ document requirement ពី candidate នេះក៏ប្រែប្រួលពី candidate មួយទៅ candidate មួយដែលអត់មានភាពច្បាស់លាស់តាមតែចិត្តនឹកឃើញតាមតែចិត្តចង់បានដែលវាមិនមានជាស្តង់ដាមួយច្បាស់លាស់តែធ្វើឲ្យ candidate នេះពិបាកក្នុងការតាមពិបាកក្នុងការឆ្លើយតបពិបាកក្នុងការ respond ជាធម្មតាពេលដែលគេ apply តាម email វាអាចថាវាស្ងប់ស្ងាត់ហើយវាអត់រញ៉េរញ៉ៃអត់រំខានឬក៏អត់អាចថាវាបែប professional ហើយ clean វាអត់ស្មុគស្មាញសាំញ៉ាំបើសិនជាគេ call មក confirm schedule ដែលអាច meeting ជាមួយគ្នាហើយ discuss interview ជាមួយគ្នាឬក៏negotiation ទៅលើលក្ខខណ្ឌ requirement ของការងាររបស់គេឬក៏អត្ថប្រយោជន៍ផ្សេងៗដែល candidate និងក្រុមហ៊ុនអត់ទាន់ឯកភាពគ្នាតែប៉ុណ្ណោះប៉ុន្តែបើថាឲ្យប្រើ Telegram ជាបែប professional សូម HR គូពិចារណាដែរតើនៅពេលដែលបើសម្រាប់ខ្ញុំណាខ្ញុំយល់ថាការដែល apply ការងារតាម Telegram នេះវាធ្វើឲ្យ messy ឬក៏រំខានច្រើនសម្រាប់ candidate ខ្លួនឯងផងឬសម្រាប់ HR ផងដែលវារញ៉េរញ៉ៃ